ខ្ញុំបានអូសឃើញបងស្រីម្នាក់នៅលើបណ្ដាញសង្គមគាត់ជាអ្នកលក់អនឡាញហ្នឹងណាគាត់និយាយថានៅក្នុងទីផ្សារបើសិនជាយើងក្បត់ទីផ្សារគេអត់ឲ្យយើងបានសុខទេខ្ញុំចាប់អារម្មណ៍ពាក្យរបស់គាត់មែនតើហើយពេលខ្លះយើងជាអ្នកលក់ហ្នឹងរាល់ថ្ងៃយើងខំប្រឹងមែនតើណាដើម្បីបានចំណូលដើម្បីគ្រប់ target របស់យើងដើម្បីបានលុយចូលមកក្នុងគ្រួសាររបស់យើងប៉ុន្តែពេលខ្លះយើងអត់បានគិតទេថាការងារលក់របស់យើងពេលខ្លះកំពុងតែក្បត់ទីផ្សារកំពុងតែបង្កើតសត្រូវនៅក្នុងទីផ្សារជាច្រើនរឿងមែនទែនដែលយើងអត់ចាប់អារម្មណ៍អញ្ចឹងហើយពេលខ្លះយើងលក់យូរទៅយើងចាប់ផ្ដើមមានអារម្មណ៍ថាអ្នកស្អប់យើងកាន់តែច្រើនអ្នកដែលតោមនោះមួយយើងកាន់តែច្រើនហើយអ្នកដែលរំខានយើងនឹងកាន់តែច្រើនពេលខ្លះយើងអត់បានឆែកមើលរឿងទាំងអស់ហ្នឹងយើងចេះតែដើរទៅមុខជាមួយនឹងរឿងកាន់តែច្រើនឡើងខ្ញុំមាន topic ធំចំនួន3ដែលខ្ញុំចង់ជជែកមួយបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះហើយវាជារឿងដែលរសើបមែនទែនដែលយើងទាំងអស់គ្នាអត់គួរបន្ថយទេនៅក្នុងទីផ្សារនៅពេលដែលយើងគិតថាចង់ធ្វើរឿងទាំងអស់ហ្នឹងដើម្បីបង្កើនការងារលក់របស់យើងបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកដល់ឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងរឿងទី1ដែលយើងអត់គួរបន្ថយធ្វើវាទេទោះបីជាវាធ្វើឲ្យយើងលក់ដាច់ក៏ដោយនោះគឺការផ្សព្វផ្សាយអ្វីដែលវាលើសពីការពិតមែនទេខ្ញុំជឿថារឿងមួយហ្នឹងយើងស្ដាប់ទៅសាមញ្ញប៉ុន្តែបើសិនជាយើងអត់បានគិតគូរទៅលើរឿងទាំងអស់ហ្នឹងទេអារឿងទាំងអស់ហ្នឹងវានឹងត្រឡប់មកធ្វើបាបយើងនៅថ្ងៃណាមួយវិញមែនទេខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាយើងលក់អីក៏ដោយយើងផ្សព្វផ្សាយអីក៏ដោយបងប្អូនកុំលោភរហូតដល់និយាយលើសការពិតមែនទេខ្ញុំជឿថាការផ្សព្វផ្សាយរបស់យើងជំរុញឲ្យគេទិញយើងជំរុញឲ្យគេចង់បានផលិតផលរបស់យើងប៉ុន្តែបើសិនជារឿងទាំងឡាយណាដែលយើងអត់ដឹងទេយើងកុំនិយាយអីរឿងទាំងឡាយណាដែលយើងអត់ធ្លាប់ឆ្លងកាត់បទពិសោធន៍ទាំងឡាយណាដែលយើងអត់ធ្លាប់ទទួលបានពីផលិតផលហ្នឹងទេយើងកុំនិយាយអីបងប្អូនជឿថ្ងៃណាមួយនៅពេលដែលបងប្អូននិយាយវាលើសពីការពិតពេកនៅពេលដែលភ្ញៀវទទួលផលិតផលរបស់យើងហើយគាត់អត់ទទួលបានអ្វីដែលយើងនិយាយអានឹងជារឿងមួយដែលវាទន្សំរឿងធ្វើបាបយើងនៅថ្ងៃក្រោយហើយបងប្អូនចាំថ្ងៃណាមួយដែលបងប្អូនដួលឬក៏ផ្លាត់ជើងបន្តិចអារឿងទាំងអស់នឹងត្រឡប់មកធ្វើបាបបងប្អូនទាំងអស់គ្នាវិញទី1ដែលខ្ញុំចង់និយាយជាមួយបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះទោះក្នុងស្ថានភាពបែបណាក៏ដោយទោះយើងត្រូវការចំណូលប៉ុណ្ណាក៏ដោយបងប្អូនកុំក្បត់ការពិតខ្លួនឯងឲ្យសោះត្រូវប្រឹងប្រែងរកបទពិសោធន៍ចេញពីផលិតផលរបស់យើងប្រឹងប្រែងរៀនសូត្រពីផលិតផលរបស់យើងប្រឹងប្រែងស្វែងរកបទពិសោធន៍ចេញពីផលិតផលរបស់យើងហើយកាន់ផលិតផលអីត្រូវច្បាស់ពីផលិតផលនឹងអត់ច្បាស់ទៅរៀនបន្ថែមអត់ច្បាស់សួរអ្នកជំនាញពេលខ្លះយើងអត់អាចនិយាយតែផ្ដេសតែផ្ដាស់បានទេអារឿងធំបំផុតហ្នឹងគឺយើងនិយាយលើសពីអ្វីដែលយើងមានគ្រោះថ្នាក់មែនតើបងប្អូនមួយចំនួនគាត់គិតថានិយាយស្រាលពេកគេអត់ទិញនិយាយស្រាលពេកគេអត់ជឿអញ្ចឹងពេលខ្លះយើងអត់មានមូលដ្ឋាននៅក្នុងការនិយាយវាធ្វើឲ្យអាការនិយាយរបស់យើងនឹងវាដូចជាបញ្ចុះបញ្ចូលគេខ្លាំងពេកលួងលោមគេខ្លាំងពេកវាមិនស្ថិតនៅក្នុងរូបភាពលក់ទៀតទេវាស្ថិតនៅក្នុងរូបភាពជាការបោកប្រាស់ជាការជំរុញទឹកចិត្តអីផ្សេងអានឹងជារឿងមួយដែលបងប្អូនត្រូវប្រយ័ត្នជាយោបល់ខ្ញុំកាន់ផលិតផលអីត្រូវរៀនសូត្រពីផលិតផលនឹងឲ្យច្រើនកាន់ផលិតផលអីត្រូវប្រមូលព័ត៌មានពីផលិតផលនឹងឲ្យច្រើនហើយការនិយាយរបស់យើងទៅផ្អែកទៅលើអ្វីដែលជាបទពិសោធន៍ដែលយើងធ្លាប់ជួបអ្វីជាបទពិសោធន៍ដែលភ្ញៀវយើងធ្លាប់ជួបអ្វីដែលយើងហែលឆ្លងមួយផលិតផលនឹងយើងត្រូវយកមកបង្ហាញការដែលយើងនិយាយខុសពីការពិតចង់មិនចង់នៅពេលដែលអតិថិជនទទួលផលិតផលពីយើងគាត់អត់ទទួលបានអញ្ចឹងគាត់ខូចអារម្មណ៍ទី1ទី2នៅពេលដែលយើងមានបញ្ហាគាត់នឹងត្រឡប់មកធ្វើបាបយើងវិញអានេះជារឿងមួយដែលខ្ញុំគិតថាទោះក្នុងស្ថានភាពណាក៏ដោយយើងអត់គួរបន្ថយនៅក្នុងការនិយាយខុសពីការពិតដើម្បីជំរុញការលក់ទេនេះរឿងទី1រឿងទី2កុំបោកបញ្ឆោតភ្ញៀវដើម្បីលក់ដាច់ខ្ញុំឃើញរូបភាពនឹងកើតឡើងច្រើនមែនតើនៅក្នុងស្រុកខ្មែរយើងហើយគិតថាវាជារឿងធម្មតាអូពេលខ្លះអ្នកខ្លះគាត់គិតថាគាត់លយគាត់បោកភ្ញៀវបានគាត់និយាយទៅអវ៉ាន់គាត់ទិញមកអវ៉ាន់គេលក់តែ20-30រៀលគាត់លក់បានដល់
70-80 រៀលពេលខ្លះគាត់ដូចជាសប្បាយចិត្តជាមួយរឿងហ្នឹងមែនតើប៉ុន្តែអត់ដឹងថារឿងហ្នឹងកំពុងតែបង្កើតនៅសេណារីយ៉ូមួយដែលវានឹងត្រឡប់មកធ្វើបាបយើងនៅថ្ងៃណាមួយមិនខានទេបងប្អូនសាកគិតមើលយើងបានលុយមកមែនប៉ុន្តែយើងដែលអត់លក់ទេយើងបានបង្កើតនៅរឿងរ៉ាវមួយឲ្យមនុស្សម្នាក់ខូចចិត្តដោយសារយើងនៅពេលដែលគេដឹងរឿងយើងនៅពេលដែលគេយករឿងយើងទៅនិយាយប្រាប់អ្នកផ្សេងហើយខ្ញុំជឿអតិថិជនណាគាត់ជឿអតិថិជនគ្នាគាត់ខ្លាំងមែនតើអតិថិជនម្នាក់អាចបំផ្លាញអាជីវកម្មរបស់យើងបានអតិថិជនម្នាក់អាចបំផ្លាញការលក់របស់យើងបានតាមរយៈពាណិជ្ជកម្មពីមាត់មួយទៅមាត់មួយផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយហើយអាហ្នឹងគ្រោះថ្នាក់មែនតើបងប្អូនកុំមានមោទនភាពចំពោះការបោកប្រាស់អតិថិជននឹងពេកចាយើងត្រូវដឹងថានៅពេលដែលគេចាយលុយមួយយើងហើយគេទទួលបាននៅលទ្ធផលមួយដែលអត់សមបំណងណាពេលខ្លះអានឹងវាជាដំបៅមួយនៅក្នុងចិត្តរបស់អតិថិជនហើយគេអត់ឲ្យយើងបានសុខទេថ្ងៃណាមួយដែលមានបញ្ហាបងប្អូនត្រូវដឹងគេអត់ការពារយើងទេគេមកជន់យើងថែមទៀតហើយអានឹងជាគ្រោះថ្នាក់មួយនៅក្នុងទីផ្សារនៅពេលដែលយើងមានបញ្ហាយើងសប្បាយចិត្តនៅពេលមានអតិថិជនចេញមកការពារយើងមានអតិថិជនចេញមកគាំទ្រយើងមានអតិថិជនចេញមកអះអាងមួយយើងពេលខ្លះអ្នកដែលមួបកាច់យើងត្រូវស្ងាត់មាត់ទៅវិញក៏មានដែរដោយសារអីយើងមានកម្លាំងអតិថិជនជារបងប៉ុន្តែនៅពេលដែលយើងសាងរឿងបែបហ្នឹងបងប្អូនចាក់ចំណាំមើលនៅពេលដែលបងប្អូនមានបញ្ហាអត់មាននរណាចេញមុខមកជួយបងប្អូនទេហើយបងប្អូននឹងរងគ្រោះកាន់តែធ្ងន់ដោយសារអីអតិថិជនរបស់បងប្អូននឹងក្លាយទៅជាសត្រូវរបស់បងប្អូនភ្លាមតែម្ដងពេលនឹងឈឺចាប់មែនតើអានឹងជារឿងមួយដែលខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាកុំមានមោទនភាពចំពោះការបោកប្រាស់អតិថិជនអីអ្នកណាក៏មានបេះដូងអ្នកណាក៏មានចិត្តអ្នកណាក៏ចង់បានលុយដែរប៉ុន្តែនៅពេលដែលយើងចំណេញស្របពេលដែលគេឈឺចាប់គេអត់ឲ្យយើងបានសុខទេនេះគឺជារឿងមួយដែលយើងអត់គួរធ្វើទេនៅក្នុងទីផ្សាររឿងមួយទៀតចុងក្រោយគឺលក់ឲ្យថោកជាងគេដើម្បីទាក់ទាញចំណាប់អារម្មណ៍មែនតើខ្ញុំដឹងថាមានបងប្អូនមួយចំនួនគាត់ជ្រើសរើសយុទ្ធសាស្ត្រមួយហ្នឹងដើម្បីស្វែងរកភាពទាក់ទាញមកកាន់គាត់ពេលខ្លះផលិតផលនៅក្នុងទីផ្សារយើងលក់ដូចគេអត់សូវមានអ្នកចាប់អារម្មណ៍ទេប៉ុន្តែទម្លាក់ឲ្យថោកជាងគេដើម្បីឲ្យមនុស្សនឹងចាប់អារម្មណ៍មកគាត់ទោះបីជាករណីដែលគាត់លក់នឹងខាតក៏ដោយក៏គាត់ធ្វើដែរដើម្បីអីថាចង់មិនចង់យើងចាយលុយលើ marketing យើងមកចាយលុយលើបញ្ចុះតម្លៃនឹងវិញយើងចំណេញទីផ្សារជាងរឿងនេះក៏មិនគួរបន្ថយដែរនៅក្នុងទីផ្សារបងប្អូនត្រូវចាំថារឿងមួយចំនួនវាកើតចេញពីអ្នកលក់ដូចគ្នានៅក្នុងទីផ្សារនឹងឯងពេលខ្លះទៅយើងធ្វើឲ្យមានរឿងមួយគឺអ្នកលក់ដូចគ្នាគាត់ចាប់ផ្ដើមអន់ចិត្តជាមួយយើងអ្នកលក់ដូចគ្នាគាត់ចាប់ផ្ដើមគុំគួនយើងកាន់តែច្រើនហើយរឿងប្រភពរឿងមួយចំនួនណាគឺវាកើតចេញមកពីអ្នករស់ស៊ីដូចគ្នានឹងឯងដែលវាធ្វើឲ្យកើតជារឿងអញ្ចឹងសំណួរសួរថាតើយើងទៅក្នុងទីផ្សារតឹងភ្នែកនៅកញ្ចឹងកនឹងបែបម៉េចយើងទៅដើរយុទ្ធសាស្ត្របែបហ្នឹងដើម្បីលក់បានហើយតើភ្នែកយើងនៅកញ្ចឹងករហងៃនឹងសួរថាយើងសុខអត់អញ្ចឹងនៅក្នុងទីផ្សារដូចគ្នាដូចខ្ញុំនិយាយដដែលអញ្ចឹងអ្នកលក់ដូចគ្នាពេលខ្លះគេមិនមែនជាសត្រូវរបស់យើងទេអាចនឹងជារបងអាចនឹងជាដៃគូជាមួយគ្នានឹងយើងប៉ុន្តែបើសិនជាយើងទៅក្នុងទីផ្សារនឹងហើយយើងក្លុកធ្វើបាបគេអត់ចែកគ្នារស់ខ្ញុំជឿថាថ្ងៃណាមួយនឹងគេអត់ទុកឲ្យយើងបានសុខទេហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏ទទួលស្គាល់រឿងនឹងដែរអញ្ចឹងនៅក្នុងទីផ្សាររបស់យើងពេលខ្លះគិតឲ្យវារៀងធូរបន្តិចយុទ្ធសាស្ត្រមួយចំនួនយើងគិតថាល្អដើម្បីឲ្យយើងលក់ដាច់ប៉ុន្តែយុទ្ធសាស្ត្រនឹងវាធ្វើឲ្យអ្នកអូស៊ីដូចគ្នាវាឈឺចាប់អ្នកអូស៊ីដូចគ្នាគាត់រងអតិពលពីយើងអ្នកខ្លះគាត់លក់តម្លៃដូចគេដូចឯងលក់អត់បានតតតម្លាក់ឲ្យថោកតាមយើងដែរតតម្លាក់ឲ្យថោកតាមយើងឲ្យភ្ញៀវគាត់អត់ខ្វល់ទេគាត់អត់ខ្វល់តែរឿងថាគេ promotion គេអីគេគាត់អត់ខ្វល់ទេសំខាន់ខ្ញុំទិញគេតែប៉ុណ្នេះហើយអ្នកខ្លះគាត់យកមកអវ៉ាន់ច្រើនយកមកត្រូវតែលក់បញ្ចុះតម្លៃតាមយើងដែរឬក៏យ៉ាងម៉េចអញ្ចឹងវាប៉ះទង្គិចគ្នាខ្លាំងមែនតើអញ្ចឹងជារួមមកវិញខ្ញុំគិតថាយុទ្ធសាស្ត្រយើងមានរៀងខ្លួននៅក្នុងការដើរប៉ុន្តែយុទ្ធសាស្ត្រទាំងឡាយណាដែលធ្វើឲ្យអតិថិជនរងគ្រោះហើយអ្នករស់ស៊ីដូចគ្នាគឺរស់ស៊ីអត់បានឈឺចាប់ចង់មិនចង់យើងបានលុយប៉ុន្តែត្រូវចាំថាយើងអត់បានសុខទេយើងដេកអត់លក់ទេយើងបាយអត់ឆ្ងាញ់ទេហើយបើសិនជាបងប្អូនជ្រើសរើសផ្លូវនឹងដើរត្រូវត្រៀមខ្លួនហើយបើសិនជ្រើសរើសផ្លូវនឹងដើរត្រៀមខ្លួនថាយើងមានសត្រូវច្រើនណាស់នៅក្នុងទីផ្សារយើងកេងអត់លក់ទេលុយដែលយើងបានមកនឹងគឺជាលុយមួយដែលអាចនឹងរងគ្រោះទៅថ្ងៃក្រោយអញ្ចឹងនេះគឺជារឿងធំចំនួន3ដែលខ្ញុំគិតថាយើងអត់គួរ
បថុយទេនៅក្នុងទីផ្សារហើយមុននឹងចាប់ផ្ដើមធ្វើត្រូវគិតឲ្យបានច្រើនដងតិចព្រោះយុទ្ធសាស្ត្រខ្លះយើងធ្វើចេញទៅគឺបង្កើតសត្រូវច្រើនមែនតើហើយធ្វើឲ្យយើងរស់អត់សុខទេអញ្ចឹងខ្ញុំគិតថាក្នុងវីដេអូនឹងមានប៉ុណ្ណឹងទេហើយត្រឡប់មកវិញគឺពាក្យថាក្បត់ទីផ្សារហ្នឹងវាអាចទៅក្នុងរូបភាពទាំង3នេះដែលខ្ញុំគិតថាយើងអាចរៀនសូត្របានពីអ្វីដែលជាករណីបងស្រីលើកឡើងនិងអ្វីដែលខ្ញុំបាននិយាយនៅក្នុងវីដេអូនេះអញ្ចឹងវីដេអូយើងមានប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់បានសៀវភៅដើម្បីជំរុញការលក់បងប្អូនទាំងអស់គ្នាអាចអានសៀវភៅអាត់3និងសៀវភៅផ្កាយ5បងប្អូនដាក់លេខនៅខាងក្រោម comment នេះក៏បានដែរក្រុមការងារនឹងទំនាក់ទំនងរៀបចំសៀវភៅជូនទៅកាន់បងប្អូនទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយ